Bởiយើងនិយាយពីស្រុកថ្មបាំងបងប្អូនយើងមួយចំនួនអាចបានស្គាល់ហើយល្បីល្បាញនោះគឺទរ៉េនថ្មបាំងហើយប៉ុន្តែជាក់ស្ដែងនៅស្រុកថ្មបាំងក៏មានតំបន់អេកូទេសចរជាច្រើនដែលបងប្អូនយើងអ្នកខ្លះក៏គាត់ស្គាល់អ្នកខ្លះក៏គាត់អត់ដែរស្គាល់ដូចខ្ញុំកន្លងមកខ្ញុំធ្លាប់តែមើលវីដេអូបងប្អូនគាត់ធ្វើវីដេអូ camping អីចឹងណានៅតំបន់អរ៉ែហើយនេះក៏ជាលើកទី1របស់ពួកខ្ញុំដែរដែលបានកាន់ទឹកដីអរ៉ែប៉ុន្តែការទៅលើកទី1នេះរៀងភ័យដែរដោយសារតែយើងអត់ដែរស្គាល់ហើយជិះឡានបដាមើល Google Map បដាយទៅឧបសគ្គច្រើនជិះឡានបដាមើល Google Map ចឹងទៅកន្លែងខ្លះដែលអត់មានសេវាពួកខ្ញុំត្រូវចុះសួរបងប្អូនប្រជាពលរដ្ឋយើងនៅតំបន់នេះថាប្រហែលគីឡូទៀតបានយើងដល់តំបន់អរ៉ែចឹងទៅពេលដែលពួកខ្ញុំបានទៅដល់ផ្លូវបត់ទៅឆ្លងស្ទឹងអរ៉ែហ្នឹងគឺពួកខ្ញុំលេងភ័យលេងខ្លាចជានិស្សិតតែយើងបានទៅដល់គោលដៅហើយពេលបងប្អូនមើលវីដេអូបន្តដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងណាព្រោះដោយសារតាជាលើកទី1អញ្ចឹងពួកខ្ញុំតម្រុំតែដាច់ចិត្តឆ្លងកាត់ស្ទឹងទៅត្រើយម្ខាងទៅកាន់នៅ resort អរ៉ែ camping ហ្នឹងគឺខ្ញុំត្រូវចុះទៅមើលសិនថាតើទឹកហ្នឹងវាខ្លាំងកម្រិតណាដោយសារតាដូចបងប្អូនបានស្ដាប់វីដេអូហ្នឹងគឺថាសម្លេងទឹកហុកខ្លាំងមែនទែនព្រោះដោយសារតាខ្ញុំធ្លាប់ឃើញវីដេអូបងខ្លះគាត់ទៅចំខេត្តវស្សាចឹងទៅគឺថាទឹកហ្នឹងគឺលេចស្ពានបេតុងហ្នឹងហ្មងអញ្ចឹងបានតម្រូវឲ្យខ្ញុំចុះទៅមើលស្ថានភាពហើយបានពួកខ្ញុំឆ្លងទៅត្រើយម្ខាងទៀតទៅខាងនៅខាង resort អរ៉ែ camping អញ្ចឹងណា